ប្រហុកចិញ្ច្រាំជាមុំហូរមួយប្រភេទដែលចូលបានខ្លាំងមែនទែនរសជាតិយកមកជូរហឹរប្រៃប៉ែមកដុតតិចមកគឺឆ្ងាញ់ហ្មងចឹងទៅមើលការញ៉ាំមកខ្ញុំវិញម្ដងជាមួយថាឆ្ងាញ់ឬមួយក៏អន់គ្រាន់តែបានលើសំឡេងនៃការញ៉ាំមកឡងច្រោកតែម្ដងលើសូរសំឡេងម៉ែមនេះហើយគឺដឹងតែចង់ញ៉ាំម្ដងទៀតហើយបងបងទាំងអស់គ្នាសម្រាប់វីដេអូនេះដែរគឺខ្ញុំបានថតតាំងពីឆ្នាំទៅប៉ុន្តែអត់បានផុសទេចឹងឥឡូវមកមើលគ្រឿងផ្សំទាំងអស់គ្នាណាបងតួឯងដែលខ្វះបាននោះគឺជាប្រហុកនឹងឯងមុនពេលដែលខ្ញុំយកវាមកចិញ្ច្រាំបែបនេះគឺខ្ញុំបានយកវាទៅលាងទឹករួចរាល់ហើយបន្ទាប់ពីចិញ្ច្រាំផងនឹងរាងម៉ត់បន្តិចខ្ញុំក៏បានដាក់កូរសក្តិចូលរួចចិញ្ច្រាំវាតទៀតចុងភៅនេះគឺអត់ធម្មតាទេបងហើយជ្រញតំតែតែងមកមិនក្តោយតែចិញ្ច្រាំយូរដឹងតែបាយជ្រញនឹងហ្មងនៅពេលដែលចិញ្ច្រាំរួចខ្ញុំក៏បានដាក់មើមខ្ទឹមចូលចំនួន3-4កំពឹសហើយក៏បន្ថែមជាមួយនឹងម្ទេសស្មេម្ទេសបើសិនជាបងប្អូនចង់ហឹរខ្លាំងណាស់ដាក់វាច្រើនទៅខ្ញុំពីដំបូងខ្ញុំគិតថាប៉ុណ្ណឹងវាហឹរហើយប៉ុន្តែគឺវាអត់ទាន់ហឹរទេបើនិយាយទៅម្ទេសខ្លះពេលដែលយើងញ៉ាំទៅវាហឹរម្ទេសខ្លះទៀតញ៉ាំទៅជាល្វីងតែអត់ហឹរទេឥឡូវដល់វគ្គដែលខ្ញុំបានដាក់គ្រឿងហើយខ្ញុំបានដាក់ស្ករប៊ីចេងអំបិលបន្តិចប្រហុកខ្ញុំគិតថាវាមានជាតិប្រៃហើយស្រាប់ហើយប៉ុន្តែនៅពេលដែលយើងអត់បានដាក់អំបិលសើស៊ុបអីចូលទេគឺមើលទៅដូចវាអត់សូវមានជាតិមិនទេមួយទៀតតែបងប្រហុកច្រាមបើសិនជាអត់មានជីនឹងវងទេគឺដឹងតែញ៉ាំទៅរៀងធំក្លន់ហើយបើជីនឹងវងនេះកាន់តែច្រើនកាន់តែល្អប៉ុន្តែអូនសូមបញ្ជាក់មួយទៀតញ៉ាំមកមុខហ្នឹងណាតែកុំញ៉ាំវាញឹកញាប់ពេកព្រោះវាអត់សូវល្អហ្មងទេបងនេះចុងក្រោយពេលដែលភ្លក់ទៅគឺថាវាអត់ទាន់ឆ្ងាញ់អញ្ចឹងហើយខ្ញុំក៏បន្ថែមជាមួយនឹងម្ទេសទៀតប្រហុកនេះបើសិនជាចង់ញ៉ាំភ្លាមមកបានញ៉ាំភ្លាមហ្មងគឺថាអត់បានទេគេហៅថាប្រហុកអត់ធ្មត់ព្រោះច្រាមវាច្រាមរហូតតវាម៉ត់ហ្មងពេលនេះដែរផងច្រាមរបស់ខ្ញុំក៏វាបានម៉ត់ល្អហើយខ្ញុំក៏មកច្រវាច់ក្រូចឆ្មាដោយសារតែយើងអត់មានកសាំងទេនិយាយរួមទៅប្រហុកច្រាមមួយណាក៏ចេះធ្វើដែរបងអើយមកមុខនេះញ៉ាំបាយក្តៅក៏មិនសូវឆ្ងាញ់ដែរបើថាបានបាយកកអីគឺដឹងតែមានជាតិហ្មងបន្ទាប់ពីច្រវាច់ក្រូចហើយហ្នឹងគឺខ្ញុំមកកូរច្របល់វាដើម្បីវាចូលជាតិជូររៀងសព្វឥឡូវនេះគឺថាផុករបស់ខ្ញុំគឺបានរួចរាល់បងទាំងអស់គ្នាក៏មានបន្ថែមជាមួយនឹងបន្លែអីបន្តិចបន្តួចដើម្បីផ្ទាប់វាឲ្យកាន់តែមានរសជាតិឆ្ងាញ់អញ្ចឹងរីឯពងទានេះដែរគឺលើកទី1ដែលខ្ញុំជៀនវាចង់សាចាំមើលថាឆ្ងាញ់អត់លើគឺខ្ញុំមកសាភ្លក់សិនថារសជាតិវាមិនដែរបងហើយនៅពេលដែលញ៉ាំទៅរសជាតិគេនឹងច្រោករៀងប្រៃហើយជូរអែមអីអញ្ចឹងណាហើយញ៉ាំបាយកកទៀតនិយាយពីថាមានជាតិហើយមានជាតិបងអរគុណបងទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់កុំភ្លេចជួយ Subscribe ឲ្យខ្ញុំម្នាក់មួយផងអរគុណច្រើនបាយបាយอุ่นเนาะ